បំណុលមិនមែនជាការបញ្ចប់នៃជីវិតនោះទេប៉ុន្តែវាជាការសាកល្បងដ៏ធំមួយប្រសិនបើអ្នកកំពុងស្ថិតក្នុងសភាពវាន់កក់កុំអស់សង្ឃឹមអ្វីដែលសំខាន់បំផុតនៅពេលនេះគឺការឈប់ដកដង្ហើមធំដោយភាពភ័យខ្លាចហើយចាប់ផ្ដើមដកដង្ហើមដោយភាពឆ្លាតវៃថ្ងៃនេះយើងនឹងនិយាយអំពីផែនការ3ជំហានដើម្បីចេញពីចំណុច0ជំហានទី1ផ្នែកចិត្តសាស្ត្រនិងការកំណត់អត្តសញ្ញាណអ្នកត្រូវបដូរ mindset របស់អ្នកជាមុនសិនផ្លាស់ប្ដូរអត្តសញ្ញាណកុំមើលខ្លួនឯងថាជាអ្នកជំពាក់គេចូលមើលខ្លួនឯងថាជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងធ្វើកំណែទម្រង់ដោយដែលធ្លាប់បានលើកឡើងជំនួសឲ្យការនិយាយថាខ្ញុំចង់ដឹងបំណុលចូលនិយាយថាខ្ញុំគឺជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុខ្ពស់ភាពក្លាហានកុំរត់គេចការមិនលើកទូរស័ព្ទម្ចាស់បំណុលគឺកំពុងបង្កើនភាពតានតឹងការប្រឈមមុខដោយស្មោះត្រង់គឺជាជំហានដំបូងនៃកិច្ចសហប្រតិបត្តិការជំហានទី2ការគ្រប់គ្រងនិងយុទ្ធសាស្ត្របច្ចេកទេសនេះគឺជាផ្នែកដែលអ្នកត្រូវអនុវត្តជាក់ស្ដែងបញ្ជីឈ្មោះបំណុល Debt Bay Inventory សរសេររាល់បំណុលទាំងអស់ដាក់លើក្រដាសចំនួនទឹកប្រាក់អត្រាការប្រាក់និងម្ចាស់បំណុលនេះជាការប្រឈមមុខនឹងសត្រូវដោយបើកចំហវិធីសាស្ត្រ Snowball versus Avalanche Snowball កូនបាល់ព្រិលសងបំណុលតូចៗឲ្យអស់មុនដើម្បីបង្កើតកម្លាំងចិត្ត Psychological Win Avalanche បាក់ព្រិលសងបំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុនដើម្បីកាត់បន្ថយការខាតបង់ការចរចាទៅជួបម្ចាស់បំណុលប្រាប់ពីលទ្ធភាពជាក់ស្ដែងរបស់អ្នកសូមកាត់បន្ថយអត្រាការប្រាក់ឬពន្យាពេលបង់ប្រាក់ម្ចាស់បំណុលភាគច្រើនចង់បានប្រាក់ត្រឡប់មកវិញពួកគេនឹងស្ដាប់អ្នកប្រសិនបើអ្នកស្មោះត្រង់ជំហានទី3ការកសាងជីវិតនិងប្រាក់ចំណូលថ្មីដោះស្រាយបំណុលដោយការកាត់បន្ថយចំណាយមិនមែនជាផ្លូវតែមួយទេអ្នកត្រូវបង្កើតប្រភពចំណូលកាត់បន្ថយការចំណាយដែលមិនចាំបាច់បដូររបៀបរស់នៅបណ្ដោះអាសន្នកាត់ចោលរាល់ចំណាយដែលជាការបំភាន់នៃភាពមានបានបង្កើនចំណូលកុំសម្លឹងតែការសន្សំចូលរកវិធីបង្កើតចំណូលបន្ថែម side hustle ក្នុងជំនាញដែលអ្នកមានយកចំណូលបន្ថែមនេះទៅសងបំណុលតែមួយមុខគត់សេចក្តីបញ្ចប់ការចាប់ផ្ដើមថ្មីសារដាស់តឿនការសងបំណុលមិនមែនជាការរត់ម៉ារ៉ាតុងល្បឿនលឿននោះទេវាគឺជាភាពខ្ជាប់ខ្ជួនថ្ងៃនេះអ្នកប្រហែលជាពិបាកប៉ុន្តែក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំទៀតអ្នកនឹងអរគុណខ្លួនឯងដែលបានចាប់ផ្ដើមថ្ងៃនេះជីវិតមិនមែនកំណត់ដោយបំណុលដែលអ្នកមានទេប៉ុន្តែវាត្រូវបានកំណត់ដោយភាពក្លាហានដែលអ្នកប្រើដើម្បីដោះស្រាយវាចូលចាប់ផ្ដើមថ្ងៃនេះសូមអរគុណសម្រាប់ការតាមដានសន្តាប់សូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ